មេរៀនទី5ការដាក់ខ្លួនមិត្តសំខាន់ទៅកាន់ជោគជ័យចិត្តខ្មែរនឹងមិនរលាយសាបសូន្យឡើយម្លឹងណាខ្មែរនៅតែរួបរមនិងសាមគ្គីជាថ្លង់មួយនេះគឺជាព្រះបន្ទូលរបស់បរមកោដ្ឋនរោត្តមសីហនុអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលព្រះអង្គមានព្រះបន្ទូលក្នុងខ្សែភាពយន្តរបស់ព្រះអង្គបើតាមព្រះបន្ទូលដ៏ថ្លៃថ្លានេះយើងឃើញថាការចេះដាក់ខ្លួនគឺជាការឈានទៅរកសាមគ្គីនិងភាពការបង្រួបបង្រួមគ្នាជាថ្លង់មួយបានយ៉ាងមាំនិងល្អប្រសើរខណៈជីវិតដែលមានប្រយោជន៍ខ្លាំងមួយដែលវានឹងនាំយើងឲ្យឈានទៅកាន់ជោគជ័យក្នុងជីវិតបានយូរអង្វែងដោយមិនចាំបាច់ពឹងទៅលើបច្ចេកខាងក្រៅមិនថាភាពមានបានចិត្តសាស្ត្រវងត្រកូលការសិក្សាឋានៈណាមួយក្នុងសង្គមឬក៏សម្ព័ន្ធភាពនោះទេគឺសុទ្ធតែត្រូវការដាក់ខ្លួនការដាក់ខ្លួនគឺជាការដែលយើងត្រូវដឹងជានិច្ចថាខ្លួនឯងមិនមែនល្អឬក៏វិសេសជាងអ្នកដទៃទេតែជាមនុស្សដែលមានចន្លោះនិងមិនដឹងគ្រប់រឿងទាំងអស់ឡើយដូច្នេះហើយចាំបាច់ត្រូវតែព្រមទទួលការយល់ដឹងបន្ថែមនិងព្រមត្រៀមរួចជាស្រេចដើម្បីផ្លាស់ប្ដូរក្នុងការអភិវឌ្ឍខ្លួនបានជានិច្ចមនុស្សដែលចេះដាក់ខ្លួនទោះបីជាគេមានចំណេះដឹងសមត្ថភាពអំណាចឬការឆ្លៀសវៃយ៉ាងណាក៏គេនៅតែជាមនុស្សដែលព្រមទទួលស្ដាប់ការយល់ឃើញដែលខុសគ្នាពីខ្លួនការចេះរិះគន់ការអប់រំបង្រៀនពីបុគ្គលដទៃបានដោយអំណរគុណថែមទាំងរីករាយកែលម្អដើម្បីឲ្យបានផលល្អដល់រូបភាពរួមទៀតផងមនុស្សដែលចេះដាក់ខ្លួនពិតប្រាកដប្រៀបបានទៅនឹងគួលស្រូវដែលមានក្របធំក្រហមលឿងពេញគួលតែអោនចុះការដាក់ខ្លួនមិនមែនជាការគិតថាខ្លួនធ្វើមិនបានការមិនជឿជាក់លើខ្លួនឯងឬការខ្លាចធ្វើជាបដិសេធសមត្ថភាពរបស់ខ្លួនដែលមានពិតដោយការខ្លាចចិត្តនោះទេមនុស្សដែលចេះដាក់ខ្លួនពិតប្រាកដប្រៀបបានទៅនឹងគួលស្រូវដែលមានក្របធំពណ៌លឿងពេញគួលតែអោនចុះតែផ្ទុយទៅវិញមនុស្សក្រអិតក្រទមគ្មានសមត្ថភាពបែកជាមិនព្រមអោនលំទោចំពោះអ្នកណាទៅវិញដែលប្រៀបបានទៅនឹងស្រូវដែលមានក្របតូចៗឬក៏គ្មានក្របតែឈរត្រង់ការចេះដាក់ខ្លួនជាការជឿជាក់លើសមត្ថភាពរបស់ខ្លួនហើយយកសមត្ថភាពនោះមកប្រើបានយ៉ាងល្អបំផុតនៅដឹងថារឿងដែលគេធ្វើអាចនឹងខុសឬយ៉ាងណាទៀតផងលក្ខណៈជីវិតបែបនេះនឹងផ្ដល់ផលវិជ្ជមានចំពោះជីវិតព្រោះអាចធ្វើឲ្យកើតនៅការផ្លាស់ប្ដូរល្អប្រសើរនោះដោយសារតែមនុស្សដាក់ខ្លួននឹងអាចបើកចិត្តស្ដាប់ការយល់ឃើញដោយរឹកពីសុភាពខុសពីបុគ្គលក្រអិតក្រទមផ្ទុយទៅវិញគ្នានឹងការដាក់ខ្លួនគឺភាពក្រអិតក្រទមដែលនោះគឺជាការគិតថាខ្លួនឯងល្អហើយពូកែហើយមានលក្ខណៈពេញលេញមានសិទ្ធិអំណាចក្នុងការបញ្ចេញនិងធ្លុះបំពេញនឹងអំណាចទើបប្រកាន់យកនៅគំនិតរបស់ខ្លួនថាត្រឹមត្រូវជាងគេការធ្វើដូច្នេះគឺជាហេតុធ្វើឲ្យយកគំនិតនិងទង្វើរបស់ខ្លួនជាការសំខាន់ហើយគិតថាខ្លួនមិនចាំបាច់ត្រូវស្ដាប់ពាក្យណែនាំរបស់អ្នកដទៃទៀតឡើយភាពក្រអិតក្រទមនេះបានបំផ្លាញមនុស្សជាច្រើនមកហើយប្រសិនបើសង្គមណាមានមនុស្សក្រអិតក្រទមច្រើនសង្គមនោះនឹងខូចខាតទៅតាមនោះដែរបើបុគ្គលនោះឡើងធ្វើជាអ្នកដឹកនាំអង្គភាពដែលគេទទួលខុសត្រូវនោះនឹងទទួលផលអាក្រក់ឬបើជាអ្នកដឹកនាំប្រទេសនឹងអាចធ្វើឲ្យប្រទេសជាតិនោះវិនាសបានយ៉ាងឆាប់រហ័សពាក្យបង្រៀនរបស់អ្នកប្រាជ្ញចិនម្នាក់ឈ្មោះថាលាវហ្វាន់បាននិយាយដល់គម្ពីរអេងកងដែលជាគម្ពីរបុរាណរបស់ចិនក្នុងឱវាទរបស់គាត់បកស្រាយតាក់ទងទៅនឹងការដាក់ខ្លួនអ្នកណាក្រអិតក្រទមនឹងអួតថាខ្លួនវិសេសវិសាលជាអ្នកដទៃអ្នកនោះរមែងទទួលការខូចខាតចំណែកអ្នកដាក់ខ្លួននឹងមិនក្រអិតក្រទមអ្នកនោះរមែងជួបសេចក្តីសុខរីកចម្រើនភាពក្រអិតក្រទមរបស់អ៊ីក្លែលជាអ្នកដឹកនាំណាស៊ីអាល្លឺម៉ង់និងជាប្រជាជនអាល្លឺម៉ង់ផងនោះបានគិតថា
kiết xa nâng pui pung rồi bọc luôn chia ari chiết hai cái bàn kết tiệt thá ông nai khang cùng lăng thì hiên phiếp rừng mom này sự cách nâng sầm pôn ở mơ bọc luôn đại miên lại cả nạ nú ai thua oi sầm ra chụp chỉ lát tập phò trong cào tiếng luôn kê nângประเทศត្រូវបានបរាជ័យយ៉ាងខ្លាំងដូចនឹងគ្នាភាពក្រអឺតក្រទមក្នុងលទ្ធិសាមរ័យរបស់ទាហានជប៉ុនសម័យសង្គ្រាមលោកលើកទី2ដែលបាននាំប្រទេសជាតិទៅកាន់ភាពពិនាសរួចមកហើយនាយករដ្ឋមន្ត្រីដ៏អស្ចារ្យរបស់អង់គ្លេសក្នុងសម័យសង្គ្រាមលោកលើកទី2គាត់គឺជាបុគ្គលដែលមានភាពជឿជាក់លើខ្លួនឯងខ្ពស់ខ្លាំងណាស់តែទីបំផុតគាត់បែរคล้ายជាមនុស្សធ្លាក់ខ្លួនចុះព្រោះតែភាពក្រអឺតក្រទមរបស់ខ្លួនអ្នកវិភាគលក្ខណៈរបស់អ្នកដឹកនាំក្នុងប្រវត្តិសាស្ត្របាននិយាយថាគាត់ជាមនុស្សចូលចិត្តនិយាយឬសរសើរនឹងគំនិតទង្វើរបស់ខ្លួនឯងហួសពីការគិតក្រៅពីនេះគាត់តែងតែជាមនុស្សនិយាយច្រើនជាងស្ដាប់ជាហេតុធ្វើឲ្យគាត់មិនសូវមានមិត្តច្រើនប៉ុន្មានទេហើយមិនអាចធ្វើការងារជាក្រុមបានល្អត្រូវធ្លាក់ដណ្ដាបខាងនយោបាយជាច្រើនលើកដោយសារមិនបានទទួលការសហការពីមិត្តរួមការងារថែមទៀតត្រូវបានគេវាយប្រហារជានិច្ចបើយើងត្រួតពិនិត្យពីប្រវត្តិសាស្ត្រយើងអាចយល់ដឹងពីជោគជ័យដែលកើតពីការដាក់ខ្លួននិងបរាជ័យដែលកើតឡើងពីការភាពក្រអឺតក្រទមក្នុងជីវិតរបស់មនុស្សបានច្រើនអ្នកជាមិនខានមនុស្សយើងតែងតែកើតមាននៅភាពក្រអឺតក្រទមប្រកាន់យួរមិនសូវព្រមទទួលការយល់ឃើញនិងពាក្យណែនាំរបស់អ្នកដទៃជាហេតុធ្វើឲ្យជីវិតរបស់ខ្លួនទៅកាន់បរាជ័យជាច្រើនលើកច្រើនសារទាំងនេះមិនមែនស្ថិតនៅលើភាពជាមនុស្សសំខាន់ក្នុងលំដាប់អ្នកដឹកនាំប្រទេសទេតែរឿងនេះក៏អាចកើតឡើងក្នុងលំដាប់បុគ្គលធម្មតាផងដែរតើការដាក់ខ្លួនសំខាន់ដូចម្តេចការដាក់ខ្លួនគឺជាគន្លឹះមួយសម្រាប់ជោគជ័យយូរអង្វែងក្នុងជីវិតនិងចាត់ថាជាគោលការណ៍គុណផ្នែកធម៌នៃការរស់នៅដែលអាចប្រើបានរហូតទៅនឹងមិនចេះរីកស្គត់ឡើយការដាក់ខ្លួនជួយឲ្យយើងមានសត្រូវថយចុះចំពោះមុខនិងក្រោយខ្នងមនុស្សដែលចូលចិត្តអួតក្អេងក្អាងភាគច្រើនជាមនុស្សគ្មាននរណាម្នាក់ត្រូវការឡើយប៉ុន្តែចំពោះមនុស្សដែលដាក់ខ្លួនចំពោះអ្នកដទៃភាគច្រើនជាមនុស្សដែលគេស្រឡាញ់និងរាប់អានច្រើនការដាក់ខ្លួនប្រៀបដូចជាកន្លឹះយកឈ្នះចិត្តមនុស្សហើយយើងនឹងក្លាយជាទីស្រឡាញ់នៃមនុស្សដែលនៅជុំវិញមានសម្ព័ន្ធភាពល្អជាមួយអ្នកដទៃមិនកក្លឿនមិនអួតក្អេងក្អាងផ្ដល់កិត្តិយសដល់អ្នកដទៃនិងតែងតែមើលឃើញថាគេល្អជាងខ្លួនជានិច្ចយើងដឹងថាមនុស្សល្អដែលមានគុណធម៌ក្នុងចិត្តគឺជាមិត្តនឹងយើងចំពោះមុខនិងក្រោយខ្នងហើយត្រូវដឹងទៀតថាការដាក់ខ្លួនចាត់ជាជោគជ័យជំនះខាងផ្លូវចិត្តជាច្រើនការព្យាយាមប្រជែងខាងក្រៅការដាក់ខ្លួនប្រៀបដូចជាកន្លឹះយកឈ្នះចិត្តមនុស្សបច្ចុប្បន្នគោលការណ៍នៃការដាក់ខ្លួនត្រូវបានយកមកប្រើក្នុងអង្គភាពធុរកិច្ចតែត្រូវគេចាត់ជាគោលការណ៍នៃការគ្រប់គ្រងអង្គភាពធុរកិច្ចជាពិសេសក្នុងអង្គភាពធុរកិច្ចរបស់ជប៉ុនបុគ្គលិកនិងអ្នកគ្រប់គ្រងជប៉ុនតែងតែដាក់ខ្លួននិងផ្ដល់កិត្តិយសឲ្យគ្នាដែលធ្វើឲ្យកើតនៅសេចក្តីភាពចំពោះអង្គភាពរវាងគ្នានឹងគ្នាភាពជាថ្លង់មួយសាមគ្គីភាពធ្វើឲ្យអង្គភាពមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងការងារនិងអាចរីកចម្រើនបានការដាក់ខ្លួនជួយឲ្យយើងស្គាល់ខ្លួនឯងបានកាន់តែច្រើនបើសិនបើយើងព្រមទទួលកំហុសរបស់ខ្លួនឯងហើយយកកំហុសខុសឆ្គងនោះមកប្រើដើម្បីវាយតម្លៃខ្លួនឯងរួចកែលម្អខ្លួនឯងឲ្យកាន់តែល្អប្រសើរនោះនឹងធ្វើឲ្យយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ការស្គាល់ខ្លួនឯងស្គាល់ចំណុចខ្សោយចំណុចខ្លាំងនិងស្គាល់ចំណុចវិជ្ជមាននិងចំណុចអវិជ្ជមានរបស់ខ្លួនឯងបែបនេះ
វានឹងធ្វើឲ្យយើងរស់ដោយការប្រុងប្រយ័ត្ននិងគ្រប់ជ្រុងជ្រោយកាន់តែខ្លាំងឡើងការដាក់ខ្លួនគឺជាលក្ខណៈជីវិតមួយដែលនាំទៅកាន់ជោគជ័យក្នុងរយៈពេលវែងព្រោះការដាក់ខ្លួននេះជួយឲ្យអាចបើកទទួលចំណេះដឹងនិងគោលការណ៍គ្រប់គ្រងថ្មីៗបានការដាក់ខ្លួនជួយឲ្យយើងមានការទទួលស្គាល់ពីអ្នកដទៃនៅពេលយើងផ្ដល់កិត្តិយសក្នុងការទទួលស្ដាប់និងការយល់ឃើញរបស់អ្នកដទៃនិងទទួលបានការឆ្លើយតបពីអ្នកដទៃក្នុងនោះគណៈដូចជាគ្នាហើយជាច្រើនលើកចានសារគេនឹងសរសើរថាយើងជាមនុស្សមិនប្រកាន់ខ្លួននិងជាបុគ្គលគួរគោរពរាប់អានយ៉ាងពិតប្រាកដវាជារឿងចម្លែកដែលក្នុងសង្គមរបស់យើងនៅមានទម្លាប់ប្រកាន់យសហាក់ដូចជាខ្លាំងស្ទើរតែគ្រប់លំដាប់ថ្នាក់រឿងនេះយើងអាចឃើញបានពីការដែលមនុស្សទូទៅប្រកាន់នៅគំនិតថាតស៊ូអត់ឃ្លានស្លាប់ល្អជាងការរស់នៅដោយគ្មានយសគំនិតនេះបានធ្វើឲ្យយើងមើលឃើញថាការដាក់ខ្លួនជារឿងបាត់បង់កិត្តិយសហើយបង្ហាញចេញក្នុងរឹកពាជាច្រើនដូចជាបើសិនមានអ្នកណាម្នាក់មកប្រឆាំងថាយើងធ្វើមិនត្រឹមត្រូវឬបើសិនបើអ្នកណាមកណែនាំរឿងណាមួយរមែងមិនពេញចិត្តនឹងមានលេសសម្រាប់ដោះសារនិងរមែងតែងតែខឹងប្រកែកដោយប្រើអារម្មណ៍ជាជាងប្រើហេតុផលរឿងនេះជាឧបសគ្គដ៏ធំរារាំងជីវិតមិនឲ្យសម្រេចជោគជ័យបន្តទៀតបានព្រោះមនុស្សនោះគិតតែប្រកាន់គំនិតរបស់ខ្លួនការដាក់ខ្លួនចាត់ជាបុគ្គលិកលក្ខណៈសំខាន់មួយប្រការដែលអ្នកដឹកនាំប្រទេសគួរមានព្រោះក្រៅពីជាគំរូដ៏ល្អដល់ប្រជាជនហើយនៅធ្វើឲ្យទទួលបានការរាប់អានពីប្រជាជនទៀតផងអ្នកដឹកនាំគួរតែជាមនុស្សដែលអាចទទួលពាក្យរិះគន់ពីបុគ្គលផ្សេងៗដោយភាពម៉ឺងម៉ាត់និងណូមិនព្រមទទួលខុសត្រូវលើរឿងដែលខ្លួនបានធ្វើខុសដោយសារភាពក្លាហាននិងមិនប្រើអំណាចឬឥទ្ធិពលបិទបាំងកំហុសរបស់ខ្លួនហើយប្រកែកថាខ្លួនឯងមិនខុសឲ្យសោះព្រោះការប្រកែកគ្រាន់តែជាដើម្បីកុំឲ្យយើងបាក់មុខប៉ុណ្ណោះបើសិនបើសន្មតថារដ្ឋមន្ត្រីពីរនាក់ឆ្លើយតបចំពោះស្ថានភាពតែមួយខុសគ្នារដ្ឋមន្ត្រីដំបងនៅពេលត្រូវរិះគន់ពីអ្នកកាសែតមិនត្រឹមតែមិនស្ដាប់ដោយយកចិត្តទុកដាក់ទេបែរជាខឹងនិងប្រើវាចាអសរោះគ្មានសុជីវធម៌ទៅវិញហើយគំរាមថានឹងសងសឹកទៀតផងប៉ុន្តែរដ្ឋមន្ត្រីម្នាក់ទៀតត្រូវគេរិះគន់ក្នុងស្ថានភាពនៃការធ្វើការងារគ្មានប្រសិទ្ធភាពដូចគ្នាបែរជាព្រមទទួលពាក្យរិះគន់នោះហើយរីករាយនឹងផ្លាស់ប្ដូរកែលម្អបើសួរសំណួរថារវាងអ្នកដឹកនាំទាំងពីរនេះតើបុគ្គលណាដែលប្រជាជនព្រមទទួលស្គាល់ច្រើនជាងពេលនោះប្រជាជនរមែងព្រមទទួលស្គាល់បុគ្គលទី2ច្រើនជាងបុគ្គលទី1យ៉ាងពិតប្រាកដការដាក់ខ្លួនជួយឲ្យយើងទទួលបានចំណេះដឹងនិងមានសតិកាន់តែច្រើននៅពេលយើងដាក់ខ្លួនបើកចិត្តទូលាយនិងរីករាយទទួលការស្ដាប់យល់ឃើញរបស់អ្នកដទៃដោយជំនួសការប្រកាន់នៅការឃើញរបស់ខ្លួនយើងអាចយល់ដឹងរឿងល្អៗនិងកំប្លែងនិងប្លែកថ្មីពីអ្នកដទៃបានដែលនោះជាការបន្ថែមភាពឆ្លាតវៃនិងសតិបញ្ញារបស់យើងកាន់តែច្រើនការដាក់ខ្លួនអាចលើកកម្ពស់ចំណេះដឹងនិងសមត្ថភាពរបស់យើងអាចជួយឲ្យយើងជាមនុស្សគ្រប់ជ្រុងជ្រោយក្នុងការរស់នៅនិងការអភិវឌ្ឍនិងកែលម្អកំហុសខុសឆ្គងរបស់ខ្លួនកាន់តែច្រើនទៀតផងគោលការណ៍នៃការដាក់ខ្លួនក្នុងការរស់នៅគឺអង្គភាពប្រកបដ៏សំខាន់ក្នុងការនាំជីវិតយើងឲ្យកាន់តែខ្ពស់ឡើងហើយមានលទ្ធផលវិជ្ជមានដែលកើតឡើងចំពោះខ្លួនឯងកម្រិតបុគ្គលការដាក់ខ្លួននឹងធ្វើឲ្យគេទទួលស្គាល់និងជឿជាក់ពីបុគ្គលដទៃហើយធ្វើឲ្យយើងយល់
នឹងដឹងរឿងថ្មីដើម្បីយកមកផ្លាស់ប្ដូរខ្លួនយើងក្នុងផ្លូវដែលច្នៃប្រឌិតឡើងក្នុងសង្គមការដាក់ខ្លួននឹងជួយឲ្យយើងមានភាពជាធ្លុងមួយយល់ដឹងក្នុងការតាក់ទងសម្របសម្រួលគ្នាកាត់បន្ថយការប្រជែកគ្នានិងជួយសង្គមឲ្យមានសុខភាពបរិបូរណ៍ក្នុងលំដាប់ប្រទេសប្រសិនបើអ្នកដឹកនាំនិងអ្នកគ្រប់គ្រងប្រកាន់លក្ខណៈនៃការដាក់ខ្លួនក្នុងដំណើរជីវិតនិងដំណើរការនយោបាយនឹងជួយឲ្យប្រទេសជាតិអភិវឌ្ឍក្នុងវិថីដែលត្រឹមត្រូវនិងស្របច្បាប់ខ្លាំងឡើងហើយថែមទាំងអាចសាងភាពគួរឲ្យជឿជាក់ដល់ប្រជាជននិងអន្តរជាតិដែលធ្វើឲ្យសម្រេចជោគជ័យក្នុងការអភិវឌ្ឍប្រទេសជាតិយ៉ាងយូរអង្វែងទៀតផងប្រសិនបើយើងមិនមានការតាំងចិត្តពិតប្រាកដមិនឧស្សាហ៍ព្យាយាមមិនធ្វើការងារឲ្យពេញទំហឹងទោះតែភាពខ្ជិលច្រអូសនោះទោះបីជាយើងជាមនុស្សមានសមត្ថភាពក៏គ្មានថ្ងៃសម្រេចជោគជ័យបានដែរ